រដ្ឋមន្ត្រីឧស្សាហកម្មចុះផ្សព្វផ្សាយយុទ្ធនាការនិងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថលជាង 3,000 នាក់នៅខេត្តកំពង់ស្ពឺ។ នារសៀលថ្ងៃទី 28 ខែមេសា ឆ្នាំ 2025 ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្រាប់សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំផ្សព្វផ្សាយយុទ្ធនាការនិងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថលនៅខេត្តកំពង់ស្ពឺពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសុភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង 3 ប្រភេទ និងប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ 3,000 នាក់នៅបរិវេណអគារសាលាខេត្តកំពង់ស្ពឺឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម លី សុភាព សមាជិកជាគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានថ្លែងសង្ឃរកថាស្វាគមន៍ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដឹកនាំយ៉ាងល្អមានប្រសិទ្ធភាពនិងបានខិតខំបង្កើនឲ្យទទួលបានជាផ្លែផ្កានៅមធ្យោបាយគន្លឹះបង្កើនបានផ្ទាល់ឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងបង្កើតវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោមអនុក្រឹត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយតបានចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតីកាលពីថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2024 កន្លងទៅនេះប្រកបដោយគុណតម្លៃនិងកញ្ចប់អត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់គិតគូរនិងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេសថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះឯកឧត្តម ហែម វណ្ឌី បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសចំពោះសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការពង្រឹងសមត្ថភាពភាពធន់និងភាពប្រកួតប្រជែងលើទីផ្សារការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាពនិងចាំបាច់ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិទន្ទឹមនឹងនេះរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនិងវិសមភាពសង្គមការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះអនុញ្ញាតឲ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ផ្ដល់អន្តរាគមន៍ចំគោលដៅនិងទាន់ពេលវេលាពិសេសក្នុងអំឡុងពេលមានវិបត្តិកើតឡើងឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាការចុះឈ្មោះនឹងបើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗពីក្រសួងស្ថាប័នក្នុងការអភិវឌ្ឍបណ្ដុះបណ្ដាលជំនាញបន្ថែមការចូលជាសមាជិកបេឡាជាតិរបស់សន្តិសុខសង្គមបសសការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារនិងសេវាគាំពារសង្គមជាដើមឯកឧត្តមបានស្នើឲ្យក្រសួងស្ថាប័ននិងរដ្ឋបាលរាជធានីខេត្តបន្តជំរុញផ្សព្វផ្សាយនិងរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានទូលំទូលាយដល់មូលដ្ឋានភូមិឃុំសង្កាត់ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះឲ្យបានកាន់តែជ្រុលជ្រាបឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសុភ័ណ្ឌបានថ្លែងថាការរៀបចំឲ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះជាយន្តការដែលរាជរដ្ឋាភិបាលបានរៀបចំឡើងដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលក្នុងការគិតគូរនិងជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាពនិងរហ័សទាន់ពេលស្រាប់ពេលខេត្តបាត់ដំបងបានខិតខំក្នុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យដែលរដ្ឋបាលខេត្តខិតខំអភិវឌ្ឍលើផ្នែកពាក់ព័ន្ធដើម្បីជួយបង្កើនសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានស្នើឲ្យប្រជាពលរដ្ឋចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានកាន់តែច្រើនដើម្បីអនាគតមុខរបរការងារនិងប្រាក់ចំណូលគ្រួសាររបស់ខ្លួនផងដែរ